តោះបងប្អូនមកដឹងពីរបៀបគណនាទឹកមាសពីការ៉ាន់ឬក៏ K ទៅជាភាគរយបងប្អូនអ្នកប្រើប្រាស់គ្រឿងអលង្ការតែងតែឃើញត្រានៅលើគ្រឿងជាញឹកញាប់មានដូចជា 10K 14K 18K ឬ 24K ប៉ុន្តែមិនទាន់ដឹងច្បាស់ថាមានទឹកមាសប៉ុន្មានភាគរយនោះទេដូច្នេះថ្ងៃនេះខេមាសូមចែករំលែកនូវវិធីសាស្ត្រងាយៗដូចខាងក្រោមរូបមន្តគណនា 1K ស្មើនឹង 4.166% រូបមន្តនេះមានភាពលំអៀងតិចតួចដើម្បីគណនាគ្រាន់តែយកចំនួន K គុណនឹង 4.166 ជាការស្រេចឧទាហរណ៍ 10K ស្មើនឹង 10 គុណនឹង 4.166 ស្មើនឹង 41.66% 14K ស្មើនឹង 14 គុណនឹង 4.166 ស្មើនឹង 58.32% 18K ស្មើនឹង 18 គុណនឹង 4.166 ស្មើនឹង 75% 24K ស្មើនឹង 24 គុណនឹង 4.166 ស្មើនឹង 99.99% តាមរយៈវិធីគណនាខាងលើនេះបងប្អូនអាចដឹងបានថាគ្រឿងអលង្ការដែលមានត្រាជាចំនួន K មានទឹកមាសប៉ុន្មានភាគរយបានយ៉ាងងាយស្រួល